នៅក្នុងថ្ងៃនេះគឺមេរៀនរកមិនត្រូវណាបាទអញ្ចឹងលោកគ្រូសង្ខេបយករូបមន្តនៅត្រង់ចំណុចក្រោយបងប្អូនដើម្បីដោះស្រាយលំហាត់មួយណាបាទអញ្ចឹងគេថាត្រើយគឺជាខ្នោះដែលវិលជំវិញអាក់មួយលោកបងប្អូនបានសិក្សារួមហើយពីយើងនៃបោះត្រើយហើយត្រើយហ្នឹងវាមានមុំម៉ងចលផលរបស់វាយើងតាំងដោយ ME គឺស្មើជាមួយនឹងកម្លាំងចលផលគុណជាមួយនឹងអធំអធំហ្នឹងគឺជាកម្មដែលគូដោយដៃរវៃយកដល់យើងរវៃត្រើយហ្នឹងដូចលោកគ្រូបង្ហាញឲ្យបងប្អូនមើលដែរនៅក្នុងមេរៀនហ្នឹងហើយលំហាត់ហ្នឹងក៏មានរូបដែរណាបាទអញ្ចឹងកន្លងនៃការរវៃរបស់យើងដូចយើងរវៃគោយន្តអញ្ចឹងពេលដែលយើងចាប់រវៃមករវៃវាទៅកន្លងដែលយើងវត្តចុះវត្តឡើងហ្នឹងគឺកន្លងរបស់វាគឺជារបងតែមានកម្មរបស់វាគេតាំងដោយអធំដែលឈ្មោះកម្មហ្នឹងគេអត់ឈ្មោះថាកម្មគូដោយដៃរវៃបាទចំណែកឯមុំម៉ងតូចគឺគេតាំងដោយ ME សំតូ MR ស្មើនឹង FR គុណជាមួយនឹង R តូច R តូចហ្នឹងគឺជាកម្មរបស់ស៊ីឡាំងកម្មរបស់ស៊ីឡាំងអញ្ចឹងកម្មរបស់ស៊ីឡាំងព្រោះត្រើយហ្នឹងវាមានរៀបចំឡើងពីស៊ីឡាំងណាបាទយើងដឹងណាអញ្ចឹង R តូចនិង R តូចបាទ R តូច R តូចហើយ R ធំនេះបាទហ្នឹងគេហៅថាកម្មគូដោយដៃរវៃ R ធំបាទហើយអានេះខ្សែណាក្រហមក្រនេះខ្សែញ៉ាំធំបាទញ៉ាំធំញ៉ាំវត្ថុធំហ្នឹងបាទអញ្ចឹងគេនឹងទាញបានរូបមន្តកម្លាំងត្រើយគឺ FE ស្មើនឹង R សំដៅ FR គុណជាមួយនឹង R តូចចែកជាមួយនឹង R ធំហើយផលនៃរបស់វាគឺ MA ស្មើនឹង R ធំលើ R សំដៅ FR លើ FE ឬក៏ MA ស្មើនឹង R ធំលើ R តូចអូខេអញ្ចឹងយើងមកសិក្សាលំហាត់នៅត្រង់ត្រើយនឹងទាំងអស់គ្នាអញ្ចឹងគេថាអង្គផ្សេងរបស់ស៊ីឡាំងនៃត្រើយមួយមានប្រវែង30សង់ទីម៉ែត្រនិងមានកម្មគូសដោយដៃរវៃប្រវែង60សង់ទីម៉ែត្រអញ្ចឹងលំហាត់ហ្នឹងគឺលោកគ្រូដាក់នៅពីខាងលើវីដេអូនេះអូខេតើគេត្រូវបញ្ចេញកម្លាំងប្រមាណដើម្បីលើកធុងទឹកមួយដែលមានម៉ាស់10គីឡូក្រាមពីក្នុងអណ្ដូងទឹកគេយកសេស្មើនឹង10ម៉ែត្រក្នុងវិនាទីក្រេអញ្ចឹងលំហាត់នេះមានរូបមានបរិបទម្នាក់កំពុងតែរវៃត្រើយហ្នឹងដើម្បីញ៉ាំធុងទឹកដែលធុងទឹកហ្នឹងមានម៉ាស់គឺ10គីឡូក្រាមអូខេអញ្ចឹងដើម្បីកុំឲ្យថាពេលយើងមកដោះស្រាយលំហាត់ទាំងអស់គ្នាណាអញ្ចឹងអានេះស៊ីឡាំងអានេះណាស៊ីឡាំងអញ្ចឹងស៊ីឡាំងមានកម្មវិធីគឺអត់តូចតែអាកន្លងដាច់នេះជាកន្លងដែលយើងរវៃទៅវារៀងជារង្វង់ហ្នឹងតែមានកម្មរបស់វាគេហៅឈ្មោះថាកម្មគូដោយដៃរវៃគឺអត់ធំអូខេអញ្ចឹងដើម្បីដោះស្រាយលំហាត់នេះក្នុងលំហាត់នេះបំរាប់គេឲ្យគេមកខ្លះអូនបាទបំរាប់ទី1បំរាប់គេឲ្យកម្មគូដោយដៃរវៃកម្មដែលគូដោយដៃរវៃគឺអត់ធំអញ្ចឹងគឺអត់ធំគេយកវា60សង់ទីម៉ែត្រណាដែលយើងបដូរទៅម៉ែត្រទៅគឺស្មើនឹង60ចែកជាមួយ100គឺស្មើនឹង 0.6 ម៉ែត្របាទហើយគេឲ្យអីមកទៀតគេឲ្យម៉ាស់ស្មើនឹង10គីឡូក្រាមហើយគេយកសេស្មើនឹង10ម៉ែត្រក្នុង1វិនាទីការ៉េអញ្ចឹងបើគេយកសេស្មើប៉ុណ្ណឹងយើងទាញរក FR ឡើងនឹងតិចមក FR គឺស្មើជាមួយនឹងម៉ាស់របស់យើងគុណជាមួយនឹងសន្ទុះនៃដីហ្នឹងគឺ10គីឡូគុណជាមួយនឹង10ដូចគ្នាស្មើនឹង100អី100 N អញ្ចឹងឃើញ